សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំមានផ្នែកកំណត់ទៅចែកម្លែកពីអាយុចាប់ពី18រហូតដល់25ឆ្នាំឬអ្នកខ្លះគាត់អាយុ18ដល់23រួមគឺជាពេលដែលយើងអត់ទាន់មានសមត្ថភាពហៅលុយទាំងឯងគឺនៅចន្លោះពីវិទ្យាល័យដល់មហាវិទ្យាល័យអូខេអញ្ចឹងចំណុចទី1យើងមានអារម្មណ៍ថាខ្លួនឯងហាក់ដូចជាវង្វេងមិនទាន់ដឹងថាខ្លួនឯងនឹងជួយចិត្តខាងអីស្រឡាញ់ខាងអីមានអារម្មណ៍ថាបបាវង្វេងក្នុងការសម្រេចចិត្តហើយមិនដឹងតែម្ដងគឺបាទអង្គពេលដែលយើងគិតថាផ្លូវនឹងយើងចង់ទៅបណ្ដៃវាហាក់ដូចជាមិនដឹងណាអ្នកនរគ្នាគឺអារម្មណ៍ដឹងបរិយាយថាម៉េចឯងហើយចំណុចទី2យើងមានក្តីសម័យយើងគឺច្រើនមែនតើដែលឈរណាដែលតែយើងអត់បានធ្វើអីបានយើងខ្វះលទ្ធភាពយើងខ្វះទាំងបបិសោតខ្វះទាំងហៅថាអត់ទាន់មានលទ្ធភាពពេលវេលាហើយក៏ដូចជាលុយកាក់ធ្វើវាទៅរឿងខ្លះវាអត់ចាំបាច់ត្រូវការលុយកាក់ប៉ុន្តែក៏វាចំណាយមួយទូចដែរដើម្បី build យើងឲ្យឆាប់ជាលទ្ធផលអញ្ចឹងណាហើយនៅចំណុចទី3យើងពេលដែលយើងទៅខាងក្រៅយើងជួបជាមួយនឹង team work ឬមកក៏មិត្តភ័ក្តិចាស់ៗមិត្តភ័ក្តិថ្មីជួបគ្នាអីចឹងពេលខ្លះយើងគឺជាតួកំ pl ថាម៉េចពេលដែលអាចនឹងវាថាយើងទទួលបានពាក្យ bully វាអីចឹងណាអូខ្មៅម៉ែសក់សាច់ម៉ែឬមកក៏យើងអត់សូវមកទៅកឲ្យស្ងប់ស្ងាត់ជាមួយអីចឹងណាហើយសម្រាប់ចំណុចទាំងអស់ហ្នឹងពេលខ្លះវាជារឿងលេងកំ pl ធម្មតាហើយប៉ុន្តែពេលខ្លះវាពិតជា effect ប៉ះពាល់មកដល់អារម្មណ៍យើងមែនតើដោយសារតែយើងហ៊ានច្បុកច្បល់ក្នុងជីវិតយើងផុស and then មានគេមកនិយាយចឹងទៀតគឺពេលខ្លះវាក៏ទៅរឿងតូចប៉ុន្តែពេលខ្លះវាពិតជាអត់តូចសម្រាប់យើងឯងហើយចំណុចមួយទៀតនៅពេលដែលចំណុចទី4អ្នកនរគ្នាយើងមានមិត្តភ័ក្តិរបស់យើងចាប់តាមថយពីមួយឆ្នាំទៅមួយឆ្នាំដោយសារអីយើងសល់តែខ្លួនឯងហើយចេះដោយសារតែមិត្តភក្តិចាស់ក៏ដាច់អ្នកតំណងក៏អត់សូវបានតទៅគ្នាមិត្តភក្តិថ្មីក៏គេមានជីវិតផ្ទាល់ខ្លួនរបស់គេអីចឹងណាអញ្ចឹងទៅយើងក៏យើងមានជីវិតផ្ទាល់ខ្លួនរបស់យើងអញ្ចឹងមិត្តភាពហ្នឹងគឺវាថយមែនទេម្ដងពេលម្ដងយើងកាន់តែឯកាហើយនៅពេលដែលចង់តាក់ទងទៅលេងគេចឹងខ្លាចរំខានពេលអតីតកាលយើងក៏មកពេលយើងនឹកនេះអញ្ចឹងយើងឆ្លាតទៅលេងហើយក៏ឆ្លើយតបទោះបានពាក្យឆ្លើយតបថាជប់ពាក្យមិនមែនចិត្តការមិនមែនដល់ពេលអញ្ចឹងហើយក៏បើសិនជាយើងទទួលបានសារបែបហ្នឹងទាំងអស់គ្នាគិតបែបណាយូរឆ្លាតទៅលេងគេបែរជាគេនិយាយអញ្ចឹងឯនយើងក៏មិនដឹងគួរបន្តថាម៉េចដែរអ្នកនរគ្នាហើយមិត្តភក្តិថ្មីក៏មានជីវិតរៀងខ្លួនអីចឹងណាហ្នឹងហើយយើងក៏ចង់ជួយខ្លួនឯងមានអារម្មណ៍ថាខ្លួនឯងពិតជាអត់បានការពិតមែនពិតជាវាមិនធម្មតាប៉ុណ្ណឹងទេហាទាំងយើងគឺជាបន្ទុកដល់គ្រួសារគឺសំខាន់គឺយើងអត់ទាន់មានជីវិតឯករាជ្យនឹងតែម្ដងតេតងនឹងលុយកាក់គឺយើងអាចជួយខ្លួនឯងបានយើងជាបន្ទុកដល់គាត់យើងអាចបានឲ្យចំណូលគាត់ហើយយើងត្រូវការយកលុយមកគាត់គងកាយឥសូលគឺដូចជាតេតងមួយនឹងការចំណាយចាយវាអញ្ចឹងវាគុណនឹង2គុណនឹង3អ្នកនរគ្នាបានជួយគាត់ហើយជាបន្ទុកដល់គាត់ទេអញ្ចឹងអារម្មណ៍ហ្នឹងវាមានរហូតលុះត្រាតែពេលយើងមានការងារច្បាស់លាស់មានប្រាក់ចំណូលរហូតដល់យើងមានសមត្ថភាពដែលយើងអាចឯករាជ្យលើខ្លួនឯងបានអារម្មណ៍បែបហ្នឹងវានឹងបាត់ទៅដល់ខ្លួនឯងហើយមានអារម្មណ៍ថាខ្លួនឯងពិតជាឯកាខ្លាំងមែនទែនរហូតដល់ពេលខ្លះយើងចង់ isolate យើងពីកន្លែងដែលមានមនុស្សច្រើនមិនថាពេលបុណ្យទានមកក៏ពេលណាក៏ដោយពេលខ្លះយើងហាក់ដូចជាចង់លើបន្ទប់ស្ងាត់តែម្នាក់ឯងយើងអត់ចង់ជិះជួបមនុស្សច្រើនអញថានឹងវាជាចាស់ទុំដល់មកក៏បែបមួយក៏វាមិនដឹងដែរវាគឺជាអារម្មណ៍របស់យើងហើយពេលវេលានៃការជួបជុំពេលខ្លះយើងត្រូវការដែរប៉ុន្តែមិនត្រូវការច្រើនទេគ្រាន់តែត្រូវការពេលវេលាសន្តិភាពសម្រាប់ខ្លួនឯងច្រើនបំផុតតាមដែលធ្វើទៅបានដើម្បីរក្សានៅស្ថិរភាពនិងផ្លូវចិត្តយើងកុំឲ្យ down កុំឲ្យ feeling down កុំឲ្យមានអារម្មណ៍ថា depression វា anxiety ចឹងហើយតាមពិតទៅវាមានរឿងច្រើនមែនតើដែរវ័យនេះគឺជាវ័យដែលយើងមិនទាន់ដាក់ទៅណាអ្នកនរគ្នាអត់ទាន់សម្រេចថាអូផ្លូវទៅឆ្វេងទៅស្ដាំឬមកក៏ទៅណាដែលអាចធ្វើឲ្យយើងនឹងមានឯករាជ្យភាពក្នុងការសម្រេចចិត្តយើងមានហៅថាមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ជួយខ្លួនឯងយករួចខ្លួនឯងតែម្នាក់ឯងបានណាមិនចាំបាច់ជួយណាគេជួយតែខ្លួនឯងសិនប៉ុន្តែយើងអត់ទាន់អាចធ្វើបានហើយពេលខ្លះទៀតក៏មានអារម្មណ៍ថាឆ្លងកាត់នៅរឿងស្នេហានៅពេលដែលអាយុ20ជាងខ្ញុំគាត់ថាកម្រមានណាគេដែលអត់ធ្លាប់ឆ្លងកាត់ស្នេហាវាដូចថាយើងជួបនៅស្នេហាបរាជ័យការដែលជួបនៅផុតក្បត់ឬមកក៏តំណង relationship ឬមកមិត្តភាពដែរតកតងមកយើងដើម្បីតែផលប្រយោជន៍ណាមួយពេលខ្លះយើងស្ទុំស្គាល់គេថ្មីចឹងទៅយើងទុកចិត្តគេពេកយើងបែរឡើងថាយើងស្រឡាញ់គេអស់ពេកយើងផ្ដោតឲ្យគេពេកមិនថាទាំងក្តីស្រឡាញ់យើងការរាប់អាននោះមកក៏ជួយលុយកាក់តិចតួចជួយនៅពេលដែលគាត់មានបញ្ហាប៉ុន្តែthenពេលបញ្ហាណាមួយពេលវេលាណាមួយដែលយើងអត់បានជួយគាត់យើងបែរទៅជាយើងគឺជាមនុស្សដែលខុសជាមនុស្សដែលចិត្តដាច់ជាមនុស្សដែលមិនអាចជួយគាត់ដែលយើងជាមនុស្សក្រក់ភ្លាមតែម្ដងអញ្ចឹងហើយមួយទៀត
ពេលខ្លះសឹងតែទុកខ្លួនឯងចោលទៀតអ្នកទាំងអស់គ្នាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាបានជួបជាមួយនឹងបញ្ហាបែបហ្នឹងអ្នកទាំងអស់គ្នាគិតថាវាគឺជារឿងដែលយើងបានឆ្លងកាត់វាស្នេហាក៏ដូចគ្នាយើងក៏ចង់មានដៃគូក៏ចង់បានថាអាហ្នឹងវាជាអារម្មណ៍យុវវ័យអ្នកទាំងអស់គ្នាក៏ប៉ុន្តែអារម្មណ៍ទាំងហ្នឹងវាមិននៅរហូតទេពេលខ្លះព្រោះយើងចង់នៅឯកាដែរយើងមិនចង់មានគ្នាអីច្រើនអញ្ចឹងណាប៉ុន្តែយើងតែតែជួបរឿងស្នេហាមកທາງគាត់រឿងគាត់ថាវារឿងទូក៏រឿងធំម្នាក់នឹងមានតចរិតធ្វើបែបណាចំពោះយើងអីចឹងណាវាមិនអាចថាមកដល់អាយុប៉ុណ្ណឹងអត់អាចឆ្លងកាត់នៅស្នេហាដែលបែកបាក់ឬខុបបំណងឬមួយក៏បែបណាមួយចឹងទៅវាត្រូវតែឆ្លងកាត់វាដំណើរជីវិតវិវត្តរបស់យើងមិនថាយើងអឺបាត់បង់ទំនុកចិត្តចំពោះគេឬមួយក៏យើងអត់ស្រឡាញ់គេបែបណាមួយវាតែងតែមានអ្នកគ្នាបើនៅថាជួបនៃការចម្រុងចម្រាស់អត់ទាន់អាចរកនៅថែបរបស់យើងឃើញណាអាហ្នឹងវាជារឿងនៃធម្មជាតិដែរអញ្ចឹងចង់ឲ្យអ្នកទាំងអស់គ្នាទទួលយកអូខេបាយបាយ see you